សម្ដេចតេជោហ៊ុនសែនគាំទ្រចំពោះចំណាត់ការរបស់ប្រធានាធិបតីអាមេរិកលើការបញ្ឈប់ប្រព័ន្ធផ្សព្វផ្សាយសកលសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានគាំទ្រចំពោះចំណាត់ការរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំទៅលើប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលបានចាយលុយដោយសហរដ្ឋអាមេរិកចំណាត់ការនេះសម្ដេចតេជោបានវាយតម្លៃថាជាការល្អប្រសើរក្នុងការទប់ស្កាត់នៅព័ត៌មានคล้ายៗនិងព័ត៌មានញុះញង់បង្កឲ្យមានភាពវឹកវរនៅក្នុងប្រទេសមួយចំនួនសម្ដេចតេជោហ៊ុនសែនកាលពីរាត្រីថ្ងៃច័ន្ទបានបង្ហោះសារនៅលើបណ្ដាញសង្គម Facebook ថាយើងគួរតែវាយតម្លៃខ្ពស់ចំពោះលោកប្រធានាធិបតីដូណាល់ត្រាំដែលមានសេចក្តីក្លាហានចេញដឹកនាំពិភពលោកដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានคล้ายៗដោយចាប់ផ្ដើមពីបណ្ដាញព័ត៌មានដែលផ្ដល់ថវិកាដោយសហរដ្ឋអាមេរិកមុននេះជាការរួមចំណែកដ៏ធំមួយដើម្បីលុបបំបាត់ព័ត៌មានคล้ายៗព័ត៌មានភូតកុហកលាបពណ៌អុចអាលញុះញង់បង្កចលាចលស្ទើរពេញពិភពលោកដែលចេញមកពីក្បាលម៉ាស៊ីនឃោសនាដែលលោកប្រធានាធិបតីដូណាល់ត្រាំបញ្ឈប់ការផ្ដល់ថវិកាសូមបញ្ជាក់ផងដែរថានៅក្នុងការផ្លាស់ប្ដូរដ៏ខ្លាំងក្លាមួយរបស់លោកប្រធានាធិបតីលោកដូណាល់ត្រាំដែលកំពុងតែកាន់តំណែងក្នុងអាណត្តិទី2របស់លោកបានលុបចោលកិច្ចសន្យារបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកលឬហៅកាត់ថា USAGM ការសម្រេចចិត្តនេះបានធ្វើឲ្យអនាគតរបស់អ្នកផ្សព្វផ្សាយដែលទទួលស្គាល់ជាអន្តរជាតិចូលទៅក្នុងពិភពមិនច្បាស់លាស់ដោយបុគ្គលិកជិត 1300 នាក់ត្រូវបានឈប់សម្រាកហើយសារព័ត៌មានក្នុងស្រុកមួយចំនួនបានបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានសម្ដេចតេជោក៏បានរំលឹកផងដែរថាសម្ដេចបានជម្រាបអង្គប្រជុំអាស៊ាននៅចំពោះមុខលោកប្រធានាធិបតីដូណាល់ត្រាំកាលពីឆ្នាំ2017នៅហ្វីលីពីនថាការមិនទុកចិត្តលើអាមេរិកដោយសារប្រទេសមួយចំនួនក៏មានចំណាយចេញមកពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកដែលធ្វើឲ្យប្រទេសទាំងនោះយល់ច្រឡំថាជាគោលជំហររបស់រដ្ឋាភិបាលអាមេរិកចរិតមាយាទនិងសម្ដីអ្នកយកព័ត៌មាននិងអ្នកនិយាយព័ត៌មានមួយចំនួនតូចនៃបណ្ដាញព័ត៌មាននេះរឹតធំជាងប្រមុខរដ្ឋឬប្រមុខរដ្ឋាភិបាលទៅទៀតគ្មានគុណធម៌និងសីលធម៌ទេសម្ដេចតេជោបានបន្តថាសូមកោតសរសើរនិងសូមអរគុណលោកប្រធានាធិបតីដូណាល់ត្រាំ